សួរបងនេះសើទៅមកពីបានដល់ទឹកដីវាវែងបាទនៅចកាបាទហើយនេះបាទគាត់យកមកប្រើប្រាស់បាទបាច់សម្រាប់មេរោគនឹងនេះកាច់នៅពពួកបាទស្លឹកឬក៏កាកសំណល់ផ្សេងបាទឲ្យទៅជាជីឲ្យជួយប្រសាទជាតិជូរជាតិអាស៊ីតក្នុងដីកែប្រែដីដែលមានមេរោគអីហ្នឹងបាទនេះក៏បានបាច់បានមួយផ្នែកបាទនៅមួយផ្នែកទៀតបាទជាងពុកម៉ែបងប្អូនដែលបាទដីសម្បូរដោយមេរោគដាំដុះអត់សូវបានផលជាមេរោគផ្សេងអាចប្រើប្រាស់ម្សៅកបោឲ្យកម្ចាត់មេរោគប្រសាទជាតិជូរជាតិអាស៊ីតហើយវាអាចកាច់នៅប្រភេទបាទស្លឹកឬក៏កាកសំណល់ផ្សេងបាទឲ្យទៅជាជីទៀតបាទជាប្រមាណជាទិញឬក៏មកប្រើប្រាស់នៅប្រភេទកំបោរសារ៉េត PN នេះពុកម៉ែបងប្អូនកុំត្រូវច្រើនណាបាទនេះចុះមកដល់ជាការផ្ទាល់ថតទស្សនភាពហើយជួយដល់ពុកម៉ែបងប្អូនហើយសកម្មភាពខ្លះជារូបភាពជាក់ស្ដែងទៅក្នុងការបាច់របស់គាត់នេះបាទពុកម៉ែបងប្អូនខ្លះគិតថាបាច់ចោលតែបើសិនជាពុកម៉ែបងប្អូនបានប្រើកបោរទេស្ថិតដីយើងហើយនឹងប្រឈមមុខមានរោគផ្សេងហើយជាពិសេសប្រភេទកាកសំណល់ដែលមានហ្នឹងវាមិនអាចកាច់ទៅជាជីបានណាអញ្ចឹងចំណេញមែនតើកាត់បន្ថយការចំណាយថ្នាំផ្សេងផងដែរចាំមកម៉ែបងប្អូនត្រូវការតម្លាក់លេខទូរស័ព្ទឬក៏អាចតាក់ទងមកលេខទូរស័ព្ទខ្ញុំបាទផ្ទាល់ក៏បានដែរ0886194បើវាដែរ093612175ហើយអរគុណច្រើនបងប្អូនអរគុណ